សហគមន៍យើងមានក្រុមផលិតស្រូវហើយក្នុងនោះយើងមានសមាជិក33គ្រួសារហើយលើផ្ទៃដី 15.86 ហិកតាបាទហើយទិន្នផលសម្រាប់ឆ្នាំ 2026 ដែលយើងគ្រោងទុកនោះគឺ30តោនជាស្រូវពូជស្រូវវិញ្ញាបនបត្រនិងស្រូវចុះបញ្ជីហើយក្នុងនោះដែរខ្ញុំចង់បញ្ជាក់ថាយើងទិញពូជគ្រឹះពីកាឌីយកមកឲ្យកសិករយើងផលិតជាពូជចុះបញ្ជីហើយយកពូជចុះបញ្ជីនឹងទៀតយកមកលក់ឲ្យសមាជិកក្រុមផលិតដើម្បីផលិតជាពូជវិញ្ញាបនបត្រដើម្បីលក់បន្តទៅទីផ្សារនៅពេលដែលគាត់បានពូជសុទ្ធយកទៅផលិតអញ្ចឹងយើងឃើញរឿងចំណេញហើយនឹងផលប្រយោជន៍នេះច្រើនទី1គាត់កាត់បន្ថយថ្លៃដើមពូជពីមុនពូជអត់សុទ្ធគាត់មហត្តាគាត់ព្រោះដល់100ឬក៏100គីឡូជាង120គីឡូអីនោះនៅពេលដែលពូជសុទ្ធមានន័យថាគ្រប់គ្រាប់ពូជវាដុះទាំងអស់អញ្ចឹងគាត់កាត់បន្ថយទៅសល់តែ60ឬក៏70គីឡូទេក្នុងមហត្តាអញ្ចឹងកន្លែងហ្នឹងចំណេញតម្លៃមួយបាត់រឿងទី2ភាពធន់ទ្រាំនៃអាកាសធាតុនៅពេលដែលវាសុទ្ធល្អវាមានភាពធន់ទ្រាំហើយក្នុងហ្នឹងយើងមានពូជមួយប្រភេទទៀតគឺសែនកោប01ជាពូជថ្មីដែលរាជរដ្ឋាភិបាលបានលើកកម្ពស់មែនទែនធ្វើម៉េចឲ្យកសិករព្យាយាមប្រើពូជហ្នឹងព្រោះវាត្រូវការរយៈពេលខ្លីត្រូវការទឹកតិចវាធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុជាពិសេសយើងឃើញរាល់ឆ្នាំយើងខ្វះទឹកអញ្ចឹងនៅពេលដែលរយៈពេលផលិតខ្លីអញ្ចឹងការចំណាយទឹកហ្នឹងក៏តិចដែរបាទរឿងទី3គឺគាត់លក់បានតម្លៃខ្ពស់លក់បានតម្លៃខ្ពស់ហើយងាយស្រួលលក់មិនត្រឹមតែសហគមន៍ចង់បានឈ្មួញឬក៏ក្រុមហ៊ុនផ្សេងសុទ្ធតែចង់បានទាំងអស់ព្រោះពូជគាត់យកទៅនោះសុទ្ធល្អមានពីពូជបច្ចុប្បន្នកំពុងផលិតពីមុនមកយើងមានច្រើនយើងមានសែនកោប01យើងមានផ្ការំដួលមានចបៃស70មានខា16ប៉ុន្តែដោយសារពូជមួយចំនួនពេលដែលយើងផលិតបានទៅទីផ្សារអត់សូវមានអញ្ចឹងយើងកសិករក៏គាត់ងាកមករកតែប្រភេទពូជណាដែលសម្បូរទីផ្សារហើយយើងឃើញបច្ចុប្បន្នអ្វីដែលពេញនិយមខ្លាំងគឺផ្ការំដួលមានប្រមាណខោអត់គ្រាន់ដែរបាទហើយមួយទៀតគឺសែនកោប01ជាប្រភេទស្រូវមិនប្រកាន់រដូវរយៈពេលខ្លីហើយកសិករយកទៅប្រើប្រាស់ឬយកទៅផលិតបានផលខ្ពស់ហើយយើងឃើញខ្ញុំមើលក្នុងព័ត៌មានគឺពូជហ្នឹងគឺត្រូវបាននាំចេញទៅក្រៅពេញនិយមខ្លាំងមែនទែន